ទៅសេ study plan ឲ្យបានល្អត្រូវអត់វីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាសួស្តីបាទដឹងថាខ្ញុំគឺជាអ្នកគេទេខ្ញុំគឺជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលកូរ៉េឆ្នាំ2025ហើយខ្ញុំនឹងមកនិយាយប្រាប់បងប្អូនគ្នាអំពីការសរសេរ study plan ទី1មុនពេលដែលខ្ញុំដាក់ពាក្យអាហារូបករណ៍ហ្នឹងគឺខ្ញុំបានស្រាវជ្រាវអំពីអីខ្លះដែលខ្ញុំត្រូវរៀនមានន័យថានៅពេលដែលខ្ញុំដាក់ពាក្យអាហារូបករណ៍ទៅសាលាណាមួយអញ្ចឹងមានន័យថាខ្ញុំត្រូវស្រាវជ្រាវអំពីថាតើ department ហ្នឹងមានគ្រូណាខ្លះហើយនៅក្នុង department ហ្នឹងដូចគ្នាតើជំនាញដែលខ្ញុំចង់រៀនហ្នឹងមានមុខវិជ្ជាអីខ្លះអញ្ចឹងយើងគួរតែសិក្សាស្រាវជ្រាវស្វែងយល់អំពីការរៀនសូត្រនៅក្នុងសាលានឹងឲ្យច្បាស់ថាតើគេរៀនបែបណាចឹងបើសិនតើអ្នកនេះកំពុងតែចង់ដាក់ពាក្យអាហារូបករណ៍គួរតែសិក្សាស្វែងយល់អំពីការសិក្សានៅក្នុងប្រទេសមួយនឹងក៏ដូចជាការស្វែងយល់ទៅលើថាតើនៅក្នុងប្រទេសនឹងជំនាញដែលយើងរៀននឹងតើគេរៀនរបៀបម៉េចគេរៀនប្រមាណមុខវិជ្ជាគេរៀនលើមុខវិជ្ជាអីខ្លះជាដើមទី2នៅពេលដែលអ្នកទាំងអស់នេះសរសេរ study plan ត្រូវធ្វើយ៉ាងណាកុំព្យាយាមធ្វើឲ្យវា complicate កុំធ្វើឲ្យវាពិបាកកុំធ្វើឲ្យវាសាំញ៉ាំតែធ្វើងាយអានងាយយល់នៅពេលដែលគិតដល់ការសរសេរឬក៏ដាក់ពាក្យអាហារូបករណ៍អញ្ចឹងគ្នាយើងភាគច្រើនគិតទៅដល់ការសរសេរឬក៏ប្រើប្រាស់ពាក្យឬក៏វេយ្យាករណ៍ធំអញ្ចឹងខ្ញុំតែនិយាយរហូតថានៅពេលដែលអ្នកទាំងអស់ដាក់ពាក្យអាហារូបករណ៍គឺអ្នកទាំងអស់គ្នាមិនមែនទៅប្រឡង writing ទេមិនទៅប្រឡង IELTS ដែលត្រូវការពាក្យធំដើម្បីជាប់ទេគឺអ្នកទាំងអស់គ្នាត្រូវសរសេរឲ្យគេយល់អញ្ចឹងអ្នកទាំងអស់គ្នាគួរតែសរសេរពាក្យឬក៏វេយ្យាករណ៍ក៏ដោយក្នុងកម្រិតដែលអ្នកអានដែលយើងខ្លួនឯងទៅយើងអានយល់ហើយក៏អាចធ្វើឲ្យគេអានយល់ដូចគ្នាអញ្ចឹងកុំព្យាយាមប្រើពាក្យណាដែលធំតែវាលើសពីសមត្ថភាពរបស់យើងហើយវាធ្វើឲ្យវាទៅជាមានភាពយល់ច្រឡំទៅលើខ្លួនយើងនៅពេលដែលគេអានwriting របស់យើងនឹងទី3គឺមានរបៀបមានន័យថាឧទាហរណ៍បើសិនដល់ឲ្យរៀន3ឆ្នាំដូចខ្ញុំអញ្ចឹងខ្ញុំមករៀននៅនេះ3ឆ្នាំឆ្នាំដំបូងគឺខ្ញុំត្រូវរៀនភាសាសិនឆ្នាំបន្ទាប់គឺខ្ញុំរៀនឆ្នាំទី1នៅក្នុង Master Degree របស់ខ្ញុំហើយឆ្នាំបន្ទាប់ទៀតគឺខ្ញុំរៀនមួយឆ្នាំទៀតអញ្ចឹងទៅអញ្ចឹងតើអស់ខ្ញុំរៀន3ឆ្នាំអញ្ចឹងតើអស់គ្នាពេលខ្ញុំទៅសេហ្នឹងគឺខ្ញុំទៅសេមកកថាខណ្ឌដំបូងគឺខ្ញុំសរសេរពាក់ព័ន្ធតែជាមួយនឹងការរៀនភាសាទេកថាខណ្ឌទី2គឺខ្ញុំបញ្ជាក់ទៅលើជំនាញខ្ញុំត្រូវរើសកថាខណ្ឌទី3គឺជាអីដែលខ្ញុំបញ្ជាក់ទៅលើអ្វីដែលខ្ញុំត្រូវរៀននៅឆ្នាំទី2នៅក្នុងថ្នាក់ Master របស់ខ្ញុំអញ្ចឹងណាប៉ុន្តែនៅក្នុងចំណុចនីមួយៗណាគឺខ្ញុំព្យាយាមបញ្ចូលនៅ impactful មានថាអីដែលខ្ញុំអាចចូលរួមដើម្បីចែករំលែកឬក៏ជួយការសហគមន៍និងសង្គមរបស់ខ្ញុំវិញដូចគ្នាចំណុចទី4គឺការដែលអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណាដាក់បញ្ចូលនៅអ្វីដែលអ្នកទាំងអស់គ្នាអាចចូលរួមក្នុងការជួយសហគមន៍និងសង្គមរបស់អ្នកទាំងអស់គ្នាចំណុចទី5គឺទោះបីជាអ្នកទាំងអស់គ្នាទៅសេពីអីក៏ដោយត្រូវប្រកាសថាអីគ្រប់យ៉ាងដែលយើងទៅសេហ្នឹងគឺវាអាចទៅរួចកុំព្យាយាមធ្វើអីដែលវាលើសពីសមត្ថភាពរបស់យើងកុំព្យាយាមធ្វើអីដែលវាស្ដាប់ទៅអស្ចារ្យប៉ុន្តែវាហួសហេតុប៉ុន្តែត្រូវធ្វើអ្វីដែលយើងអាចធ្វើទៅបានហើយមិនហួសហេតុពេកឧទាហរណ៍ដូចខ្ញុំធ្វើវីដេអូលើអ៊ីនធឺណិតចឹងពេលខ្ញុំទៅសេទៅវាមិនហួសហេតុពេកទេប៉ុន្តែអ្នកខ្លះគឺគាត់ចង់ឲ្យវាមើលទៅ cool គាត់ធ្វើរឿងគាត់ទៅសេបញ្ចេញបញ្ចូលបន្ថែមច្រើនពេកចង់និយាយថាអ្នកអានគេអាចវាតម្លៃបានថាតើអ្នកទាំងអស់គ្នានឹងអាចធ្វើបានឬក៏អត់អញ្ចឹងគួរតែធ្វើឬក៏បញ្ចូលនៅអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានហើយសមនឹងសមត្ថភាពរបស់អ្នកទាំងអស់គ្នាកុំឲ្យវាលើសនឹងហួសហេតុពេកអូខេអញ្ចឹងយើងមានតែ5ចំណុចនឹងឯងពាក់ព័ន្ធជាមួយនឹងការសរសេរ study plan ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានចំណេះដឹងខ្លះៗពីការសរសេរ study plan ហើយខ្ញុំធ្លាប់បានធ្វើវីដេអូនិយាយអំពីការសរសេរ study plan នឹងពីមុនម្ដងហើយតែខ្ញុំគិតថាវានៅតែមានចំណុចជាច្រើនដែលយើងត្រូវសិក្សាស្វែងយល់បន្ថែមទៅដល់ជាមួយ study plan អញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយ